បាទឥឡូវនេះខ្ញុំកំពុងតែមកទិញticket នៅកន្លែង counter ពីសម្បត្តិដើម្បីទៅចូលរួមសាកមុខម្ហូបរបស់ប្រទេសនានាក្នុងកម្មវិធីនេះបាទឥឡូវសូមធ្វើដំណើរទៅទស្សនាជាមួយខ្ញុំជាបន្តទៀតចូលអត់ដើរបាទនេះឥឡូវនេះយើងដល់ច្រកចូលហើយនេះគឺជាប៉ាណូដែលគេបង្ហាញអំពីមុខម្ហូបប្រទេសនានាហើយឥឡូវនេះបងប្អូនឃើញនេះ fish អាមុខរបស់ខ្មែរយើងបានជាប់នៅក្នុង logo របស់គេដែរនេះជាមោទនភាពជាកិត្តិយសរបស់ម្ហូបខ្មែរយើងបាទខណៈពេលនេះដែរប្រហែលជាម៉ោង 5:30 នាទីគឺសម្បូរទៅដោយមនុស្សជាពិសេសជនជាតិឥណ្ឌាគេចង់មកសាកនឹងភ្លក់មុខម្ហូបនៅតាមបណ្ដាប្រទេសផ្សេងជាពិសេសមាន Afghanistan Bangladesh Botswana Burundi Cambodia Cameroon Chad Eritrea and និងបណ្ដាប្រទេសផ្សេងទៀតឥឡូវមកមើលជាមួយខ្ញុំបាទហើយនេះកំពុងតែគិតថាគួរភ្លក់នៅមុខម្ហូបរបស់ប្រទេសណាទេខ្ញុំឥឡូវប្រចាំងមើលទង់ជាតិខ្មែរទាំងអស់គ្នាបងប្អូនមើលទង់ជាតិខ្មែរមុននឹងយើងភ្លក់មុខម្ហូបគេយើងមើលរសជាតិខ្មែរយើងសិនឥឡូវមកទៅជួបមើលបន្តិចមួយខ្ញុំបាទឥឡូវមានអារម្មណ៍ថាអែនណានតាន់តាប់បាទសម្បូរមនុស្សយើងលក់ដាច់ចិត្តអស់ហើយតាំងពីម៉ោង 5 មកticket របស់យើងបានប្រហែលជា500 ticket បាទឥឡូវលើកកាមេរ៉ាមើលខ្ពស់បន្តិចបាទនេះជានិស្សិតខ្មែរយើងដែលសិក្សានៅអន្តរប្រទេសដែលគាត់បានចូលរួមនៅក្នុងកម្មវិធី Fish Fest នៅក្នុងថ្ងៃនេះហើយជាពិសេសមានការផ្ដល់នូវកិត្តិយសដល់មហាថ្លៃថ្លាចុះពីព្រោះប្រសងលោកបានជួយរៀបចំកម្មវិធីនេះឲ្យរលូនប្រព្រឹត្តទៅដើម្បីបង្ហាញអំពីគេដំណើរវប្បធម៌ខ្មែរយើងជាពិសេសមុខម្ហូបអាម៉ុកដែលជាប្រពៃណីខ្មែរយើងម្យ៉ាងទៀតមាននំអន្សមនិងនំអីមួយមុខទៀតទេខ្ញុំភ្លេចបាត់ហើយនំគឺនំបាញ់ជំនឿខ្មែរយើងបងប្អូនបាទឥឡូវខ្ញុំដោយសារតែមនុស្សច្រើនពេកខ្ញុំមិនអាចចូលទៅបានទេប្រហែលជាបន្តិចទៀតខ្ញុំអាចទៅសាកមុខម្ហូប Ethiopia ប្រទេស Ethiopia ប្រចាំកាមេរ៉ា Ethiopia ពីព្រោះមានមិត្តភក្តិខ្ញុំនៅប្រទេសហ្នឹងមួយអញ្ចឹងខ្ញុំសង់ទៅសាកនៅកន្លែងហ្នឹង Hey my friend Hi ចាំថត Hi Where is your content This my Cambodia You want to try it But you need a ticket If you need